រៀបសួរនឹងសួស្តីបងប្អូនអរគ្នាថ្ងៃនេះជួបខ្ញុំម្ដងទៀតនេះជាសកម្មភាពដែលខ្ញុំចង់បង្ហាញបងប្អូននៅរបៀបដែលយើងធ្វើ slope ដីហើយនឹងកាត់ជម្រៅដីសម្រាប់ការងារដីដែលមាន level ខុសគ្នាដែលមាន niveau ខុសគ្នាគឺពួកយើងកាត់ slope បែបនេះគឺជាអ្វីដែលយើងបានធ្វើវានៅការខាងផ្ទាល់ជា slope ដែលយើងធ្វើនេះបែបនេះហើយយើងព្យាយាមប្រហាត់បាត់មុខកុំឲ្យវាមានការបាញ់ជ្រែលបាក់ដីតទៀតគឺពួកយើងកាត់បែបនេះហើយនេះផងដែរជាការងារចុងក្រោយសម្រាប់ដីបានន័យថាយើងដល់ level design របស់យើងហើយចឹងយើងព្យាយាមកាត់ level ឲ្យស្មើហើយនឹងប្រហាត់បាត់មុខចុងក្រោយមុននឹងការងារគ្រឹះទៅដូចឃើញអាឡូនៅខាងនោះចូលឡូនៅខាងនោះសំទោbulldozer នៅខាងនោះគាត់ឈូសយក level ឲ្យស្មើបន្តមករឡូចាប់ដាំកិនប្រហាត់បាត់មុខបែបនេះបាទហើយនៅផ្នែកខាងនោះថាសេសសល់បន្តិចតួចទៀតយើងនឹងធ្វើការឈូសឲ្យស្មើ level ខ្វះខាតឈូសដែលឡានគាត់នឹងដឹកបញ្ចូលថែមដើម្បីចាក់បំពេញទីតាំងដែលខ្វះខាតឬក៏ដីដែលមានបញ្ហាហុកស្អុយបែបនេះដីដែលបញ្ហាពុះច្រំបែបនេះយើងនឹងដូរវាចេញដើម្បីយើងឈូសបាត់មុខហើយកិនប្រហាត់បាត់មុខកុំឲ្យបញ្ហាជាំទឹកបែបនេះទៀតអញ្ចឹងបែបនេះសិតតែយើងដូរចោលបែបដូរចោលយើងនឹងព្យាយាមធ្វើឲ្យវាល្អនៅ top layer របស់ដីនេះជៀសវាងភ្លៀងដក់ទឹកហើយនឹងយើងនឹងមានការងារប្រហាត់យក slope ចុះជំរេលនៅក្បែរ slope បែបនេះយើងប្រហាត់ហើយយើងធ្វើជំរេលបែបនេះដើម្បីឲ្យទឹកវាហូរដាច់កុំឲ្យវាជាប់ទឹកនៅតាមទីតាំងកន្លែងណាដែលធ្វើឲ្យដីស្អុយព្រោះកាលណាដែលយើងចូលការងារគ្រឹះទៅគឺគ្រឿងចាក់ដូចជា excavator ឬក៏ rollo ឬក៏ bulldozer យើងពិបាកចូលអញ្ចឹងយើងអាចចូល2ដង3ដងបានទេអញ្ចឹងយើងប្រើវិធីសាស្ត្រណាដែលយើងប្រហាត់ហើយបិទមុខវាឲ្យស្អាតជៀសវាងការងារ2 3ដងហើយនេះជាសកម្មភាពគាត់ backfill តាមលបងខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូក្រោយមួយទៀតអរគុណច្រើនជម្រាបលាបងប្អូនអរគុណ